ខ្លះពីភូមិចាស់មកនៅភូមិថ្មីដូចថាមានអារម្មណ៍សប្បាយរំភើបព្រោះឲ្យយើងអត់មានដីនៅរស់នៅកន្លែងនោះយើងអត់មានដីដាំដំណាំអញ្ចឹងណាដល់ពេលមកនៅដីថ្មីយើងមានដាំបន្លែគ្រប់មុខដើម្បីលក់ចិញ្ចឹមជីវភាពខ្លួនឯងដំបូងដាំចេកទៀបនេះគេចែកនិយាយទៅចេកបោះឯងពីភូមិចាស់នោះមកដូងអីសិតគេចែកទាំងអស់ខាងនេះគឺសដែកខ្ញុំទឹកដាំវាទឹកហូតកន្លះទេនេះអត់បានផ្លែទេនិយាយរួមទៅមីងថែទាំអត់ប្រើជាតិគីមីទេមីងប្រើតែអាចគោហើយជីកប៉ុស្តិ៍យើងធម្មតារយៈពេលយ៉ាងយូរថាកន្លះខែទៀតបានប្រមូលផលហើយចាហើយខ្ទឹមនេះចិត្តនិយាយរួមទៅមកប្រមូលផលឲ្យអាយុកាលវាបើយើងប្របែកជាគុំចេះប្រហែលជាកន្លះខែយើងអាចប្រមូលផលវិញបានហើយបើអារងវែងនេះខ្ញុំដឹងថាក្នុងមួយរងប្របែកដង25គីឡូចាបើខ្លីនេះបានតែ5-10ទេតម្លៃបើយើងនិយាយរួមថាបើខែយើងនៅភ្លៀងអត់ដិតដល់ចេះបានតែ2500ទេបើសិននេះតិចទៀតខែទឹកទន្លេឡើងពួកទន្លេដាំអត់កាត់យើងឡើងបាន4000-5000ឡើងខាងនេះស្ដែក4រងទៅសក់7រងអាស្ដាំដៃនេះមានខ្នោមានស្ដៅមានកធំថេតហើយតឡាចក៏មានអានងក៏មានក្របបែបយ៉ាងទាំងអស់អត់បាក់ទិញគេទេមន់ដូចជាលក់បានតែម្ដងទេមន់ដែលគេចែកនឹងលក់បានម្ដងដូចស្ពៃខ្ញុំដាំច្រើនដែរប៉ុន្តែដូចថាយើងដាំតែមកពេញរោងហ្នឹងឧទាហរណ៍ថាថ្ងៃណាដែលបានថ្លៃទៅក្នុងមួយរោងហ្នឹងបានถึង200000ជាងអីចឹងណាម៉ួយមកយកដល់ផ្ទះឲ្យតែយើងដាំមុំកាត់ហើយយើងទេហៅម៉ួយមកនិយាយរួមទៅខុសប្លែកគ្នាឆ្ងាយព្រោះអីយើងនៅភូមិចាស់នោះមានដីមកកវិចទូចពីយើងអត់បានដាំចេះអីណាអារម្មណ៍យើងវាអត់រីករាយព្រោះអីថវិកាយើងក៏អត់បានចូលដែរប្រាក់ចំណូលចាអត់បានចូលទេខ្ញុំអរគុណរដ្ឋាភិបាលដែលបានចែកដីឲ្យយើងខ្ញុំនៅទីកន្លែងនេះដោយថាឲ្យខ្ញុំសប្បាយរកអ្វីប្រៀបទៅមិនបានទេមានតាំងពីដីកសិកម្មមានតាំងរំនៅឋានឲ្យខ្ញុំដាំបានប្រាក់ចំណូលចូលរាល់ខែចា